ជំរាបសួរបាទពុកម៉ែបងប្អូនមកមានតែយើងទាំងអស់គ្នានឹងក៏ដូចជាជំរាបសួរដល់បងប្អូនកងទ័ពខ្មែរយើងទាំងអស់គ្នាផងបាទថ្ងៃនេះខ្ញុំបាទធ្វើមរៃក៏មានវីដេអូមួយទៀតហើយដែលជាវីដេអូលើកទី2របស់ខ្ញុំបាទសូមបញ្ជាក់ប្រាប់ពុកម៉ែបងប្អូនគ្នាថាខែនេះលោកតាខ្ញុំបាទឈ្មោះថាលោកតាហមរាពេជ្រគាត់បានបរិច្ចាគទឹកចិត្តសប្បុរសធម៌របស់គាត់ជូនដល់បងប្អូនកងទ័ពចំនួន$100ទៀតហើយបាទក្នុងខែនេះបាទនេះបាទហើយដោយជាការសន្យារបស់គាត់ដែរគាត់ថាគាត់នឹងផ្ដល់ទឹកប្រាក់ចំនួន$100ជារៀងរាល់ខែរហូតដល់គាត់ចាស់ស្លាប់បាទនេះជាពាក្យសម្ដីរបស់គាត់ផ្ទាល់ហើយគាត់បាញ់មកជារៀងរាល់ខែបាទពេលខែខ្លះខ្ញុំទិនេទៅខ្ញុំធ្វើឲ្យទៅពេលប្រហែលខែដែលគាត់បាញ់កន្លងមុនខ្ញុំអត់តន់ទិនេឥឡូវខ្ញុំទិនេខ្ញុំបានក៏ឆ្លៀតធ្វើជាលើកទី2ពុកម៉ែបងប្អូនគ្នាបានទៀតបាទនេះជាទឹកចិត្តរបស់លោកតារបស់ខ្ញុំបាទទោះបីជាចាប់សង្គ្រាមសុកទេសសានត្រានក៏ដោយក៏គាត់នៅតែបរិច្ចាគបាទគាត់មិននិយាយលេងសើចបាទអរគុណច្រើនសូមជម្រាបលា